សូមជម្រាបសួរប្រិយមិត្តជាទីរៀបអានខ្ញុំបាទមានព័ត៌មានមួយដែលមានចំណងជើងថាសម្បុកអមល់ឲ្យនៅខេត្តតាកែវអត់ហ៊ានបកស្បែកទេមានករណីក្រុមសន្តិសុខហៅឃាត់អ្នករត់កង់3ដែលដឹកភ្លាវចិនសុទ្ធតែអ្នកលេងល្បែងអនឡាញទៅចុះនៅក្នុងបរិវេណអគារដ៏ធំមួយកន្លែងនៅស្រុកបាទីតែត្រូវបានម្ចាស់កង់3រត់ផ្លោះរបងចេញរួចទាំងព្រលឹងចុងសក់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលលំពង់ជួយអន្តរាគមន៍តាមការឲ្យដឹងពីម្ចាស់ផាសអេបថានៅថ្ងៃទី3 ខែឧសភាឆ្នាំ2025ខ្លួនបានដឹកភ្លាវចិនពីបូរីពិភពថ្មីក្បែរវត្តសំរោងអណ្ដែតរាជធានីភ្នំពេញមកចុះនៅមុខអគារមួយកន្លែងនៅភូមិនាលឃុំលំពង់ស្រុកបាទីខេត្តតាកែវស្របពេលនោះមានក្រុមសន្តិសុខ4 ទៅ 5 នាក់បានបក់ដៃឃាត់ខ្លួនឲ្យឈប់ដោយមានការភ័យខ្លាចខ្លួនបានរត់ផ្លោះរបងចេញក្រៅទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដងទៅជុំវិញម្ចាស់រត់ចោលកង់3នេះតាមការឲ្យដឹងពីលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលលំពង់នៅរសៀលថ្ងៃទី3 ខែមិថុនាឆ្នាំ2025នេះថាបានដោះស្រាយហៅម្ចាស់កង់3មកយករបស់គាត់វិញហើយចំពោះមូលហេតុដែលគាត់រត់ចោលនោះគឺគាត់ភ័យព្រោះឃើញចិននិងចិនដែលគាត់ដឹកឆ្លោះគ្នាហើយក្រុមសន្តិសុខក៏បានបិទទ្វារបងតែម្ចាស់កង់3រត់ចេញក្រៅទៅសូមបញ្ជាក់ថាជុំវិញរឿងនៅអគារស្កឹមស្កៃលេចធ្លោផុតចុងប្រឹក្សាមហាជនដាក់ការសង្ស័យថាជាអគារសម្រាប់សម្បុកជនជាតិចិនប្រព្រឹត្តបទល្មើសខណៈក្រុមអាជ្ញាធរអះអាងថាជារោងចក្រផលិតស្បែកជើងយ៉ាងឥតអៀនខ្មាស់ទៅវិញតើរោងចក្រខ្មោចយកអីអត់មានកម្មករយោងតាមប្រជាពលរដ្ឋលក់ដូរនៅទល់មុខអគារខាងលើបានឲ្យដឹងថាពួកគាត់លក់ដូរនៅទីនេះមិនឃើញមានកម្មករចេញចូលដូចរោងចក្រផលិតស្បែកជើងផ្សេងទៀតនោះទេគឺឃើញមានតែកម្មករផ្នែកអនាម័យនិងផ្នែកជួសជុលបន្តិចបន្តួចតែប៉ុណ្ណោះចេញចូលប្រភពដដែលបានបន្តទៀតថាបើអគារខាងលើពិតជារោងចក្រផលិតស្បែកជើងមែននោះគឺត្រូវប្រើកម្លាំងកម្មករក្បែរពាន់នាក់ពិតជាមានអ្នកចេញចូលក្រឹកក្រែងមានភាពអធិកអធមមិនខានតែនេះគេសង្កេតឃើញតែក្រុមជនជាតិចិនចេញចូលពេញឡានដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតដោយចតរថយន្តនៅខាងក្រៅហើយដើរទាំងក្រុមចូលទៅខាងក្នុងគួររំលឹកថាអគារដ៏ធំស្កឹមស្កៃអមដោយរបងថ្មកម្ពស់5 ម៉ែត្រហុំពធជិតឈឹងនិងមានកងសន្តិសុខយាមកាមយ៉ាងតឹងរឹងនេះស្ថិតនៅឃុំលំពង់ស្រុកបាទីខេត្តតាកែវត្រូវបានមហាជនដាក់ការសង្ស័យថាជាអគារភ្នាល់ល្បែងតាមប្រព័ន្ធអនឡាញដែលមានមេខ្លោងការពារនៅភ្នំពេញទៅអើតមើលម្ដងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរទីតាំងខាងលើបានឲ្យដឹងថារាល់ថ្ងៃបើគេសង្កេតមើលអគារខាងលើគឺដូចជាកាស៊ីណូសុទ្ធសាធព្រោះកងសន្តិសុខការពារយ៉ាងតឹងរឹងហើយការចេញចូលគឺមានការត្រួតពិនិត្យតឹងរឹងជាពិសេសចេញចូលបានតែជនបរទេសដែរសុទ្ធតែចិនទាំងក្រុមនោះទេប្រភពដដែលបន្តទៀតថាចាប់ពីម៉ោង 10 ព្រឹកគឺមានតាក់ស៊ីដឹកតែភ្ញៀវបរទេសនោះទេមកដាក់មុខអគារខាងលើហើយជនបរទេសចូលទៅក្នុងអគារបាត់ចំណែកតាក់ស៊ីនៅឈប់ចតតម្រៀបគ្នាមុខអគាររងចាំដឹកជនបរទេសទាំងនោះចេញទៅវិញភាគច្រើនជនជាតិចិនតាមប្រភពច្បាស់ការពីមន្ត្រីសាលាស្រុកបាទីសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាអគារខាងលើគឺជាអគារភ្នាល់ល្បែងអនឡាញគ្រប់ប្រភេទមានចម្រុះជាតិសាសន៍ហើយបុគ្គលិកបម្រើការនៅក្នុងអគារមិនបានអនុញ្ញាតឲ្យចេញក្រៅផ្ដេសផ្ដាសនោះទេបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ